កកង់ B algorithm នេះអ្នកទាំងអស់គ្នាឃើញម៉ាក់ហ្នឹងនៅលើ foreign generator ឬក៏ zip ក៏ប៉ុន្តែអ្វីដែលសំខាន់អ្នកដែលគាត់ប្រើប្រាស់ zip ហ្នឹងគឺគាត់អត់បានសង្កេតមើលទៅលើថាកាឡាកង់របស់គាត់ហ្នឹងជាប្រភេទកាឡា MT ឯងពួក Matarin គេហៅ KM2 អញ្ចឹងហើយនៅពេលដែលគាត់ប្រើកាឡាកង់ KM2 បែបហ្នឹងគាត់មានអារម្មណ៍ថាកង់ B algorithm រត់លឺប៉ុន្តែមិនមែនម៉ាក់ហ្នឹងរត់លឺឯងគឺដោយសារតែកាឡាហ្នឹងរត់លឺព្រោះកាឡា Matarin គឺជាអំបូរមួយចុងក្រោយគេបំផុតនៃតកូល off road ខ្ញុំជឿថាអ្វីដែលអ្នកប្រើប្រាស់ខ្មែរបំផុតហ្នឹងគឺការទទួលបានលទ្ធផលអត់ដូចអ្វីដែលគាត់បានរំពឹងទុកឬក៏ការដែលគាត់ឃើញនៅក្នុងការធ្វើទីផ្សារសម្រាប់ខ្ញុំនៅនេះគឺខ្ញុំអត់ព្យាយាមប្រៀបធៀបឬក៏ដាក់កំហិតឲ្យគ្នាចេះរើសផលិតផលណាមួយតាមរយៈការធ្វើទីផ្សាររបស់ខ្ញុំឯងគឺខ្ញុំឲ្យគាត់មានជំរឿហើយអ្វីដែលសំខាន់គឺមានស្តុកនៅកន្លែងជូនតែម្ដងខ្ញុំចង់ឲ្យអ្នកប្រើប្រាស់គាត់ទទួលបានអារម្មណ៍មួយគាត់មានជំរឿនៅក្នុងការជ្រើសរើសមុនពេលសម្រេចចិត្តទិញអីមួយហើយអ្វីសំខាន់ទទួលបាននៅព័ត៌មានច្បាស់លាស់សម្រាប់ខ្ញុំជាអ្នកលក់គឺខ្ញុំលក់ផលិតផលទៅតាម3តម្លៃថ្លៃតម្លៃមធ្យមហើយនិងតម្លៃទាបសមរម្យល្មមអ្វីដែលអ្នកទាំងអស់គ្នាមុននឹងសម្រេចចិត្តជ្រើសទិញអីក៏ដោយគឺត្រូវធ្វើការថ្លឹងថ្លែងពិចារណាប្រមូលព័ត៌មានឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញអីមួយផលិតផលអីក៏ដោយក្រៅពីតម្លៃទៅគឺវាមានគុណតម្លៃ value នៅក្នុងហ្នឹងភាពខុសគ្នាភាពល្អឥតខ្ចោះ uniqueness របស់ផលិតផលមួយក៏ខុសគ្នាដែរមិនថាទីតាំងផលិតនៅណាវាអត់បានជះឥទ្ធិពលទៅដល់ដើមកំណើតឬក៏ស្តង់ដាររបស់ផលិតផលមួយហ្នឹងឯងការជ្រើសរើសទិញនៅផលិតផលមួយដើម្បីជៀសវាងការខកចិត្តអ្នកទាំងអស់គ្នាគួរតែប្រមូលព័ត៌មាននិងសិក្សាស្រាវជ្រាវបន្ថែមខ្លួនឯងថ្លឹងថ្លែងថាតើគួរតែជ្រើសរើសផលិតផលមួយណាដោយពឹងផ្អែកទៅលើខ្ទង់ចំណាយនិងតម្រូវការបច្ចុប្បន្នរបស់ខ្លួនខ្ញុំជាអ្នកលក់គឺខ្ញុំប្រកាន់គោលចំហមួយផ្ដល់នៅព័ត៌មានច្បាស់លាស់ទៅអតិថិជនមុនពេលគាត់សម្រេចចិត្តផ្ដល់នៅផលិតផលសុទ្ធឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវចេញពីក្រុមហ៊ុននិងមានការធានាច្បាស់លាស់អ្វីដែលសំខាន់នោះបន្ទាប់ពីផ្ដល់ជូននៅផលិតផលដែលមានគុណភាពហើយមានការធានាចេញពីក្រុមហ៊ុនគឺពួកខ្ញុំនឹងផ្ដល់សេវាកម្មល្អជូនអតិថិជនទាំងអស់គ្នាអញ្ចឹងខ្ញុំសូមនិយាយពី promotion ទៅលើកង់ BF Gorik កង់អាមេរិកកាឡាថ្មី KO3 ដែលនៅពីក្រោយខ្នងខ្ញុំនេះអ្នកដែលគាត់ធ្វើការដូរ4គ្រាប់ចាប់ពីថ្ងៃនេះខ្ញុំចេញវីដេអូហ្នឹងទៅនឹងទទួលបានអាវនៅលើខ្លួនរបស់ខ្ញុំមួយហើយនឹងមួក BF Gorik KO3 មួយនេះអ្នកទាំងអស់គ្នាមួក BF Gorik KO3 ទទួលបានសេវាតម្រង់កង់វា alignment ដោយឥតគិតថ្លៃសម្រាប់កាឡា AT OT MT អ្នកទាំងអស់គ្នាអត់អាចរំពឹងថាវារត់ស្ងាត់ដោយកាឡា highway បានទេកម្រិតនៃសម្លេងរបស់វានឹងចាប់ផ្ដើមកើនឡើងទៅតាមម្បូររបស់ប្រភេទកាឡាកង់ហ្នឹងអញ្ចឹងហើយបានដំបូងគេមានកាឡា highway កាឡា all terrain AT ហ្នឹងប្រើបានគ្រប់ស្ថានភាពផ្លូវបន្តទៀតកាឡា OT rock terrain ហើយនឹងកាឡាចុងក្រោយគេ MT Matarin អញ្ចឹងអ្នកទាំងអស់គ្នានៅពេលដែលប្រើកង់ជាប់ឡាន Jeep Rubicon កាឡា KM2 ខ្ញុំសង្ឃឹមថាទាំងអស់គ្នាមកសាកជាមួយនឹងកាឡាថ្មី all terrain AT KO3 ដែលជាសបកកង់ latest generation ចុងក្រោយគេជំនាន់ចុងក្រោយគេបំផុតរបស់តកូ AT របស់ BF Gorik របស់អាមេរិកហើយអ្វីដែលសំខាន់កម្រិតនៃសម្លេងនៃសបកកង់ AT មួយក៏អត់ដូចគ្នាដែរវាខុសគ្នាទៅតាមតម្លៃរបស់សបកកង់មួយព្រោះមុខងារនៅក្នុងការកាត់បន្ថយសម្លេងរំខានរបស់សបកកង់ហ្នឹងគឺការច្នៃ thread block គឺតាមចន្លោះមួយនេះការច្នៃតាមប្រទាលកង់មួយ groove គេហៅថាតាមចង្អុលកង់មួយហើយនឹងជញ្ជាំងក្នុងការច្នៃទៅលើស្មាកង់មុខងារទាំង3ហ្នឹងគឺវាជួយនៅក្នុងការកាត់បន្ថយសម្លេងរំខានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់បានឆែកទៅលើជើងក្រុមបាត់បង់មុខងារណាមួយនឹងសម្លេងវានឹងចាប់ដើមលាន់តាមហ្នឹងហើយសបកកង់ AT ខ្លះលាន់តាំងពីពេលដែលដូរថ្មីដំបូងហើយក៏មានសបកកង់ AT ខ្លះទៀតរត់ស្ងាត់ដែរចាក់ស្ដែងដោយ BF Gorik នេះដែរមិនថាកាឡា KO2 ឬក៏ KO3 ឯងគឺសុទ្ធតែផ្ដោតសំខាន់ទៅដល់ការកាត់បន្ថយសម្លេងរំខានបីជៀសវាងកុំឲ្យពេលដូរសបកកង់ថ្មីប្រើចាប់ពីចូលដល់ឆ្នាំទី2ទី3ឡើងលាន់សម្លេងរំខានខ្លាំងកុំភ្លេចឆែកមើលជើងក្រោមហើយនឹងអាសាឆ្លាស់កង់ផងកាលណាបងប្អូនទាំងអស់គ្នាជិះផ្លូវក៏លោកលាក់អំបាក់ច្រើនហើយអត់បានឆែកទៅលើ alignment ទេចឹងធ្វើឲ្យសបកកង់កលងក្នុងក្រៅខុសបច្ចេកទេសអត់ស្មើគ្នាធ្វើឲ្យបាត់មុខងារកាត់បន្ថយសម្លេងរំខានហើយនេះជាហេតុដែលធ្វើឲ្យសបកកង់លាន់ធម្មតាផលិតផលអីក៏ដោយដែលមានតម្លៃរៀងថ្លៃគុណភាពវាក៏ទៅតាមនឹងដែរអញ្ចឹងខ្ញុំអត់ឲ្យអ្នកទាំងអស់គ្នាជឿទៅលើខ្ញុំ 100% អ្នកទាំងអស់គ្នាព្យាយាមសិក្សាស្រាវជ្រាវបន្ថែមរកភាពឥតខ្ចោះឬក៏ភាព uniqueness របស់សបកកង់ BF Gorik បើប្រៀបធៀបជាមួយនឹងសបកកង់ទូទៅហើយជ្រើសរើសបែបណាអ្នកទាំងអស់គ្នាអាចធ្វើការឆាតសួរពួកខ្ញុំបន្ថែមទៀតបានចឹងសបកកង់គឺខ្ញុំមានច្រើនម៉ាកខ្ញុំផ្ដល់ជម្រើសឲ្យអតិថិជនបើមានចង្អុលផ្សេងៗអាចធ្វើការឆាតសួរពួកខ្ញុំបានអរគុណ